បាទសូមជម្រាបសួរលោកស្រីនាងកញ្ញាទាំងអស់ជាទីមេត្រីនេះគឺជាការរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះអង្គម្ចាស់នៃព្រះវិហារមួយដែលជាការរៀបចំយ៉ាងល្អប្រណិតហើយ admin ពិតជាមានការសប្បាយរីករាយមែនទែនដែលបានចូលរួមជាមួយនឹងការប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍តាមបែបគ្រិស្តសាសនាហើយជាការរៀបចំជាលក្ខណៈព្រះវិហារប៉ុន្តែមានភាពអធិកអធមមែនទែនថ្ងៃនេះយើងនឹងនាំបងប្អូនយើងទៅទស្សនារួមគ្នាមើលថាតើការរៀបអាពាហ៍ពិពាហ៍បែបព្រះអង្គម្ចាស់ហើយក៏ជាសាសនាគ្រិស្តនោះតើមានទស្សនវិជ្ជាបែបណាហើយពោពេញទៅដោយការសប្បាយរីករាយជាពិសេសគឺការអុយពរជ័យដល់គូស្វាមីភរិយាថ្មីហ្នឹងមានសភាពបែបណាខ្លះតាមពិតទៅ admin ពិតមានការរំភើបចិត្តមែនទែនដោយសារតែយើងឃើញថាការរៀបចំនេះគឺលក្ខណៈសាមញ្ញប៉ុន្តែអីដែលយើងទទួលបានវិញគឺទទួលបានផលផ្លែដ៏ល្អមែនទែនសម្រាប់ការឲ្យពរជ័យដល់គូស្វាមីភរិយាថ្មីនិយាយពីការដែល MC ក៏ដូចជា Pastor បានផ្ដល់អាវ៉ាត់នោះគឺល្អខ្លាំងមែនទែនអាចទទួលបានថាជារឿងដែលយើងមិនអាចបំភ្លេចបានហើយបង្ហាញអំពីប្រពៃណីទំនៀមទម្លាប់របស់ប្រទេសកម្ពុជាយើងក៏ដូចជាមិនចោលនៅការផ្ដល់ដំបូន្មានល្អៗចំពោះគូស្វាមីភរិយាថ្មីដែលគាត់ទៅតែរៀបការពីព្រោះថាការផ្ដល់ពរជ័យសុទ្ធតែមានអត្ថន័យហើយរឿងដែលសំខាន់បំផុតគឺពិតជាអត្ថន័យដែលជ្រាលជ្រៅបង្ហាញអំពីជីវិតពីររស់នៅក្នុងជីវិតមួយហើយទទួលបាននៅការផ្ដល់យោបល់ដែល admin និយាយថាជារឿងដែលថ្មីហើយអស្ចារ្យអញ្ចឹងចង់ដឹងថាតើការទទួលបានផលផ្លែពរជ័យយ៉ាងណានោះអស់លោកអ្នកមេត្តាតាមដានទស្សនាជាមួយនឹងខ្សែវីដេអូបន្តទៀតជាមួយនឹងកម្មវិធីយើងនឹងផ្ដិតជូនអស់លោកស្រីនិងកញ្ញាទៅតាមលំដាប់ដោយដូចតទៅសូមអរគុណសូមអញ្ជើញទស្សនាជាបន្តទៀតយើងឃើញថាកំសៀនបានអញ្ជើញមកដោយស្វាហាប់ក្លាហានគាត់គឺជាបុរសដែលជាអ្នកដែលផ្ដួចផ្ដើមជាអ្នកដែលចាប់ផ្ដើមថ្មីសម្រាប់គ្រួសាររបស់គាត់បាទអញ្ចឹងគាត់មកម្នាក់ឯងដោយមានគេហៅថាចិត្តអង់អាចក្លាហានហើយមានទំនុកចិត្តមែនតើបាទដើម្បីនឹងដាក់ជីវិតរបស់គាត់ចំពោះអាពាហ៍ពិពាហ៍មួយនេះអញ្ចឹងជាបន្ទាប់សូមអញ្ជើញបានកូនកំមុំបានអញ្ជើញមកហើយសូមបានភ្ញៀវកិត្តិយសបានជួយក្រោកឈរជារបបកិត្តិយសទាំងអស់គ្នាដើម្បីផ្ដល់នៅតម្លៃដ៏ធំធេងសម្រាប់សព្វនេះផងដែរបើចឹងសូមតាអញ្ជើញមកសពនេះជាអ្នករៀបអាពាហ៍ពិពាហ៍ក៏ប៉ុន្តែអត់ដឹងថាលោកតាក៏ជានរណាដែរបាទអញ្ចឹងសូមសួរនេះថាតើលោកតាជានរណាដែរតាជាចៅសុកនីលោកតាគឺជាចៅរបស់សុកនីជាចៅសុកនីបាទសុកនីគេជាចៅរបស់លោកតាបាទលោកតាគឺជាលោកតាបាទតារបស់សុកនីតែអញ្ចឹងលោកតានាំចៅមកដើម្បីធ្វើអីដែរលោកតាវាសុភមង្គលចៅបាទគាត់ថាដើម្បីរៀបអាពាហ៍ពិពាហ៍សុភមង្គលមកចារៀបអាពាហ៍ពិពាហ៍មួយណាគេបែរមួយចៅស្ទៀនបាទចាអញ្ចឹងលោកតាតំណាងឲ្យគ្រួសារ
ណាងអត់ស្ដាយរបស់គាត់តែគាត់មិនបានជឿមកជំនឿមិនបានជឿមកគាត់តំណាងឲ្យគាត់យល់ព្រមដើម្បីឲ្យសុខនេះបាទដើម្បីឲ្យសុខនេះគាត់បានមកគូសំគមជាមួយនឹងគ្រីស្ទបាទអញ្ចឹងមានន័យថាលោកតាយល់ព្រមដើម្បីនឹងឲ្យសុខនេះបានរៀបរបៀបនេះជាមួយនឹងគ្រីស្ទបាទចុះសម្បត្តិនឹងផ្នែកដៃរបស់សាទរដល់លោកគ្រូបាទចិត្តសូមជឿគ្រូយើងឃើញថាកំសៀនបានអញ្ជើញមកដោយស្វាហាប់ក្លាហានគាត់គឺជាបុរសដែលជាអ្នកដែលផ្ដួចផ្ដើមជាអ្នកដែលចាប់ផ្ដើមថ្មីសម្រាប់គ្រួសាររបស់គាត់បាទអញ្ចឹងគាត់មកម្នាក់ឯងដោយមានគេហៅថាចិត្តអង្អាចក្លាហានហើយមានទំនុកចិត្តមែនតើបាទដើម្បីនឹងដាក់ជីវិតរបស់គាត់ចំពោះអាពាហ៍ពិពាហ៍មួយនេះអញ្ចឹងជាបន្ទាប់សូមអញ្ជើញបានកូនកំមុំបានអញ្ជើញមកហើយសូមបានភ្ញៀវកិត្តិយសបានជួយក្រោកឈរជារបបកិត្តិយសក្រោកឈរជារបបកិត្តិយសទាំងអស់គ្នាដើម្បីផ្ដល់នៅតម្លៃដ៏ធំធេងសម្រាប់សុខនេះផងដែរបើជិះសូមតាអញ្ជើញមកសួស្តីសម្រាប់សុខនេះផងដែរយើងឃើញថាសុខនេះជាអ្នករៀបរបៀបវាក៏ប៉ុន្តែអត់ដឹងថាលោកតាក៏ជានរណាដែរបាទអញ្ចឹងសូមសួរនេះថាតើលោកតាជានរណាដែរតាជាចៅសុខនេះលោកតាគឺជាចៅរបស់សុខនេះជាចៅសុខនេះបាទសុខនេះគេជាចៅរបស់លោកតាបាទលោកតាគឺលោកតាបាទតារបស់សុខនេះបាទអញ្ចឹងលោកតានាំចៅមកដើម្បីធ្វើអីដែរលោកតាវាសុភមង្គលចៅបាទគាត់ថាដើម្បីរៀបអាពាហ៍ពិពាហ៍សុភមង្គលមកចារៀបអាពាហ៍ពិពាហ៍មួយណាគេបាទមួយចៅសៀនបាទចាលោកតាតំណាងអត់គ្រូសាណាងអត់ស្ដាយរបស់គាត់តែគាត់មិនបានជឿមកជំនឿមិនបានជឿមកគាត់តំណាងឲ្យគាត់យល់ព្រមដើម្បីឲ្យសុខនេះបាទដើម្បីឲ្យសុខនេះគាត់បានមកគូសំគមជាមួយនឹងគ្រីស្ទបាទអញ្ចឹងមានន័យថាលោកតាយល់ព្រមដើម្បីនឹងឲ្យសុខនេះបានរៀបរបៀបនេះជាមួយនឹងគ្រីស្ទបាទចុះសម្បត្តិនឹងផ្នែកដៃរបស់សាទរដល់លោកគ្រូបាទចិត្តសូមជឿគ្រូចៅសុខនេះបាទសុខនេះគេជាចៅរបស់លោកតាបាទលោកតាគឺជាលោកតាបាទតារបស់សុខនេះបាទអញ្ចឹងលោកតានាំចៅមកដើម្បីធ្វើអីដែរលោកតាវាសុភមង្គលចៅបាទគាត់ថាដើម្បីរៀបអាពាហ៍ពិពាហ៍សុភមង្គលមកចារៀបអាពាហ៍ពិពាហ៍មួយណាគេបាទមួយចៅសៀនបាទចាអញ្ចឹងលោកតាតំណាងអត់គ្រូសាណាងអត់ស្ដាយរបស់គាត់តែគាត់មិនបានជឿមកជំនឿមិនបានជឿមកគាត់តំណាងឲ្យគាត់យល់ព្រមដើម្បីឲ្យសុខនេះបាទដើម្បីឲ្យសុខនេះគាត់បានមកគូសំគមជាមួយនឹងគ្រីស្ទបាទអញ្ចឹងមានន័យថាលោកតាយល់ព្រម
បានរៀបរបៀបវាជាមួយនឹងក្រុមសៀនបាទជិះសម្បត្តិណាផ្ទះដៃរបស់សាទរដល់លោកគ្រូបាទជិះសូមជម្រាបជូនយ៉ាមកហើយមិនមានថាស្រួលរហូតទេណាមានបបាមានទុកមានការតស៊ូជាមួយគ្នាអត់ស្រួលប្រហែលទេប៉ុន្តែនេះជាបំណងខាងដៃរបស់អញ្ចឹងនិមិត្តទី1គឺការលាជំរះការហើយអាចจะមានផ្លាត់យើងប្រព្រឹត្តអំពើបាបចេតនាក្តីអចេតនាក្តីតែប៉ុន្តែយើងនឹងលៀងសម្អាតហើយយើងទុកចិត្តលើព្រះអង្គថាព្រះអង្គនឹងលៀងសម្អាតបាទឬក៏លៀងជំរុះដោយព្រះសម្មាទី1គឺលៀងជំរុះទី2គឺជូតសម្អាតជូតសម្អាតអញ្ចឹងគាត់នឹងយកកសែងដើម្បីជូតសម្អាតក្រោយពីគាត់លៀងជំរះអញ្ចឹងព្រះយេស៊ូវគ្រីស្ទទ្រង់មិនត្រឹមតែលៀងជំរុះខាងព្រះវិញ្ញាណទេជូតសម្អាតទៀតជូតសម្អាតទៀតជូតសម្អាតដោយព្រះបន្ទូលអញ្ចឹងគាត់នឹងតំណាងកសែងក្នុងព្រះបន្ទូលវាតែងតែមានកំហុសខុសឆ្គងអញ្ចឹងមិនត្រឹមទៅនឹងអញ្ចឹងយើងសង្ឃឹមថាយើងនឹងយល់ថាព្រះអង្គនឹងលៀងជំរុះជូតសម្អាតអំពើបាបថ្មីរបស់យើងមិនចាស់ទេគឺថ្មីរបស់យើងទី3ដូចខ្ញុំបាននិយាយខាងដើមគឺសៀននឹងចាប់ដើមលៀងជើងរបស់សុខវិមុនជាគេហៅថាជាអ្នកដឹកនាំបែបបម្រើបាទដូចជាគំរូរបស់ព្រះយេស៊ូវគ្រីស្ទដែរព្រះអង្គបានដឹកនាំសិស្សរបស់ព្រះអង្គប៉ុន្តែបែបបម្រើអញ្ចឹងកាលណាដឹកនាំបែបបម្រើឲ្យគាត់ធ្វើមុនចឹងយើងនឹងចាប់តាមកម្មវិធីនេះចឹងសូមអញ្ជើញអ្នកជួយរំដួលដើម្បីនឹងធ្វើពិធី